ការតាំងចិត្តធ្វើអ្វីមួយនៅដើមឆ្នាំគឺភាគច្រើនគឺប្រព្រឹត្តទៅបានយ៉ាងរលូនជាងយើងចាប់ផ្ដើមនៅពីកណ្ដាលឆ្នាំអញ្ចឹងទៅថានៅពេលដែលចុងឆ្នាំយើងតែងតែថាអូចាំឆ្នាំនេះចាំឆ្នាំនោះចាំយើងធ្វើអញ្ចឹងទីតងខាតប្រាណអ្នកខ្លះថាអូចាំឆ្នាំ2025ចាំខ្ញុំហាត់ប្រាណដល់ពេលចប់2024ចាំឆ្នាំ2026ចាំយើងទៅហាត់ប្រាណទម្លាប់ដែលយើងអាចសម្រេចចិត្តបានទៅហាត់ប្រាណបានបងប្អូនវាមិនមែនជារឿងដែលងាយស្រួលហ្មងទេគឺយើងត្រូវការឆ្លងកាត់នូវភាពខ្មាស់អៀនភាពភ័យខ្លាចព្រោះកន្លែងហាត់ប្រាណមានអារម្មណ៍ថាពិបាកដូចខ្ញុំទ្រាំតែសម្រេចចិត្តថាឈានជើងចូលក្នុងការហាត់ប្រាណបានគឺ3ខែទៅ6ខែបានខ្ញុំអាចឈានជើងចូលកន្លែងហាត់ប្រាណបានតែអាការសម្រេចចូលហាត់ប្រាណនោះវាមិនពិបាកខ្លាំងដល់យើងអាចរក្សាការហាត់ប្រាណរបស់យើងជាទម្លាប់បានទេបងប្អូនយើងចូលហើយយើងបោះបង់វាចោលនៅថ្ងៃណាមួយបើសិនយើងអត់មានហេតុផលជំរុញចិត្តគ្រប់គ្រាន់យើងនឹងបោះបង់វាចោលអញ្ចឹងថ្ងៃនេះដែរខ្ញុំសូមនិយាយពីហេតុផលពីរយ៉ាងដែលធ្វើឲ្យយើងបោះបង់ចោលការហាត់ប្រាណទីមួយគឺទាក់ទងទៅនឹងនៅពេលដែលយើងហាត់ប្រាណទៅវាមានអាការៈឈឺសាច់ដុំអានឹងគឺវាជារឿងធម្មតាទេនៅពេលដែលយើងអត់ធ្លាប់ធ្វើអីសោះនៅពេលដែលយើងចាប់ផ្ដើមធ្វើសកម្មភាពវាធ្វើឲ្យយើងរំរឹតខ្លួនប្រាណឈឺសាច់ដុំឈឺពេញនឹងខ្លួនម្ដងអ្នកខ្លះអាចដល់ថ្នាក់ទៅក្តៅខ្លួនទៀតក៏មានដែរបងប្អូនពេលភ្ញាក់ពីគេងគឺរំរឹតពេញខ្លួនហើយយើងមានអារម្មណ៍ថាយើងអស់កម្លាំងយើងមានអារម្មណ៍ថាអត់ចង់ផាត់ទៀតព្រោះវាឈឺខ្លាំងពេកគុំថាឡើយតអ្នកដែលទៅចូលហាត់ប្រាណសូម្បីតែអ្នកធ្លាប់ហាត់ប្រាណហើយខានរយៈពេលណាមួយយូរតិចក៏ចូលហាត់ប្រាណដំបូងក៏ឈឺដូចគ្នាដែរបងប្អូនអញ្ចឹងកន្លែងនេះដើម្បីកុំឲ្យយើងឆាប់បោះបង់គឺយើងមកហាត់ប្រាណគឺយើងត្រូវកម្ដៅសាច់ដុំហើយបន្ទាប់ពីក្រោយហាត់ហើយយើងត្រូវស្រោចសាច់ដុំផងដែរហើយក្នុងកំឡុងពេលដែលយើងហាត់គឺយើងហាត់ដំបូងគឺហាត់បែបស្រាលសិនយើងហាត់បែបមិនបញ្ចូលគ្នាសិនមិនថាមានហាត់ផ្នែកខាងលើផ្នែកខាងក្រោមបញ្ចូលគ្នាសិនអត់តាន់បានបែងចែក schedule ច្បាស់លាស់ថាទៅហាត់ផ្នែកខាងក្រោមសិតខាងលើសិតទៅធ្វើវាពិបាកអញ្ចឹងយើងហាត់វាឲ្យមានតុល្យភាពអញ្ចឹងហើយបានអ្នកចូលហាត់ដំបូងគេមាន schedule ហាត់ហើយហាត់បែបស្រាលទៀតក៏ធ្វើយើងកាត់បន្ថយនៅការឈឺចាប់បានដែរមួយទៀតគឺទាក់ទងទៅយើងសម្រាប់ឲ្យបានគ្រប់គ្រាន់បើយើងសម្រាប់បានគ្រប់គ្រាន់ក៏វាពិបាកដែរបងប្អូនហើយនៅពេលយើងសម្រាប់គ្រប់គ្រាន់ហើយការហូបចុកការហូបប្រូតអ៊ីនគ្រប់គ្រាន់នឹងជួយឲ្យសាច់ដុំរបស់យើងរៀបរាប់ល្អក៏ជួយកាត់បន្ថយការឈឺចាប់ដែរមួយទៀតគឺយើងអាចប្រើ roller ដើម្បីជួយសម្រួលសាច់ដុំដែលយើងឈឺចាប់ចឹងណាបងប្អូនហើយសម្រាប់ចំណុចទី1នេះគឺក៏មានមនុស្សច្រើនដែលអាចឆ្លងកាត់វាបានប៉ុន្តែដំណាក់កាលទី2នឹងគឺពិបាកក្នុងការឆ្លងកាត់វាមែនទែនគឺនៅពេលដែលយើងដាក់គោលដៅរបស់យើងគឺធំពេកឬក៏យើងហាត់ទៅអត់ទទួលបានលទ្ធផលកន្លែងនេះគឺធ្វើឲ្យមនុស្សជាច្រើនដែលបោះបង់ការហាត់ប្រាណចោលបងប្អូនការមានគោលដៅគឺវាល្អទេបងប្អូនតែអ្វីដែលមិនល្អគឺយើងដាក់គោលដៅរបស់យើងធំពេកហើយយើងធ្វើអត់សម្រេចបានអញ្ចឹងនៅពេលដែលយើងអត់បានសម្រេចគោលដៅឬក៏រូបរាងយើងអត់បានផ្លាស់ប្ដូរយើងដំបូងយើងអត់មានបំណងថានឹងបោះបង់ចោលការហាត់ប្រាណទេតែនៅពេលហ្នឹងគឺចាប់ផ្ដើមខ្លួនយើងគឺចាប់ផ្ដើមមានលេសហើយចាប់ផ្ដើមរវល់ទៅញ៉ាំការគេរវល់ជួបជុំមិត្តភ័ក្តិរវល់ធ្វើនេះរវល់ធ្វើនោះចាប់ស្អែកចាំខាងស្អែកធ្វើឲ្យយើងបោះបង់ចោលវាដោយមិនដឹងខ្លួនផ្ទុយទៅវិញនៅពេលដែលយើងហាត់ទៅយើងផ្លាស់ប្ដូររូបរាងគឺធ្វើឲ្យខ្លួនយើងគឺមានកម្លាំងចិត្តមែនទែនព្រោះយើងផ្លាស់ប្ដូររូបរាងហើយពីមុនយើងអត់ស្អាតឥឡូវយើងចាប់ផ្ដើមស្អាតជាងមុនពីមុនយើងធាត់ឥឡូវរូបរាងកាយរបស់យើងគឺចាប់ផ្ដើមស្គមជាងមុនចឹងយើងមានកម្លាំងចិត្តចឹងទោះជារវល់យ៉ាងណាក៏យើងអាចឆ្លៀតបានដែរតែបើសិនយើងហាត់បានទទួលលទ្ធផលហើយហាត់ទៅធាត់ទៅហាត់ទៅរូបរាងអត់ផ្លាស់ប្ដូរទេត្រូវមានអ្នកជិតខាងថាឲ្យទៀតអូយហាត់ប្រាណហើយមិនឃើញស្អាតដូចគេដូចឯងព្រោះអញ្ចឹងធ្វើឲ្យយើងបោះបង់វាចោលចឹងបងប្អូនអាចផ្លាស់ប្ដូរពីការដែលហាត់មិនទាន់ផ្លាស់ប្ដូររូបរាងយើងត្រូវផ្លាស់ប្ដូរមកវិញថាយ៉ាងហោចណាក៏យើងបានធ្វើសកម្មភាពល្អជាងមុនយើងគេងលក់ស្រួលជាងមុនយើងរហ័សរហួនជាងមុនយើងវាងវៃជាងមុនយល់ទៅយើងយកហេតុផលណាដែលយើងចាប់ផ្ដើមផ្លាស់ប្ដូរបានណាបងប្អូនកុំគិតថាយកវិជ្ជមានដាក់ខ្លួនយើងបោះបង់វាចោលអញ្ចឹងយើងរកចំណុចល្អអ្វីមួយដែលយើងបានមកពីការហាត់ប្រាណបងប្អូនត្រូវចាំថាការផ្លាស់ប្ដូររូបរាងវាមិនមែនជារឿងដែលងាយស្រួលមែនទេយើងវាទាមទារឲ្យមានពេលវេលាព្រោះទាក់ទងការផ្លាស់ប្ដូររូបរាងការស្រកគីឡូការតឡើងគីឡូវាមានចំណុចផ្លាស់ប្ដូរមួយដែលធ្វើឲ្យយើងគៀងគីឡូឬក៏អត់ទៅផ្លាស់ប្ដូរទៅមុខទៀតប៉ុន្តែបើយើងបន្តធ្វើយើងនឹងអាចសម្រេចបាននូវលទ្ធផលនៅថ្ងៃណាមួយចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្ណឹងបើសិនជាបងប្អូនមានចម្លើយបន្ថែមអាចខមមិនក្រោមវីដេអូនេះអរគុណច្រើន